សួស្តីបងប្អូនទាំងអស់គ្នាបើកឆាកក្បាលវីដេអូឲ្យមើលថ្ងៃលិចម្ដងអញ្ចឹងទេសភាពស្អាតមែនទែនអញ្ចឹងថ្ងៃនេះខ្ញុំហើយនឹងកូនច្បងនឹងទៅបាច់ចំណីត្រីម្ដងឲ្យទៅបានចេញវាមិនដឹងថាគាត់មិនទេសប្បាយចិត្តមិនដឹងទេរត់លូតផងរត់ផងលូតផងអញ្ចឹងនេះកំពុងតែទៅកន្លែងស្រះត្រីដើម្បីយកចំណីទៅបាច់ឲ្យស៊ីអានេះស្រះប្អូនដាក់ត្រីតែងទ្រើសគ្រាន់ដាក់បានខ្ទង់2ទៅ3សប្តាហ៍ចូលចិត្តមួយខែចឹងគេសប្បាយចិត្តគេពេញធឹងហើយនេះបានដើរចេញវាលម្ដងចេញមកធ្វើការជ្រៀតល្ងាចឡើងមកបាច់ចំណីត្រីនឹងគេទៅមើលវាស្រែវាលស្រូវទេសភាពស្អាតមែនទែនបងប្អូនហើយពេលថ្ងៃលិចអញ្ចឹងអានេះស្រះរបស់ខ្ញុំមិញស្រះប្អូននេះស្រះរបស់ខ្ញុំរត់ចុះរត់ឡើងប៊ីផ្កាប់មុខមិញនេះយើងបាយឲ្យត្រីយើងធំក្រាន់ដែរហើយអាចចូលចិត្តប៉ិនមីជើងហើយខែជាងអញ្ចឹងនេះត្រីដែងក្នុងស្បៃនៅក្រៅស្បៃមានតែក្រាញ់ជាងតែក្រាញ់ត្រីចង្វាច្រើនបាច់ហើយចេញមកត្រូវបានដើរមកដល់កន្លែងម៉ូតូយប់ល្មមអញ្ចឹងជិះម៉ូតូមកវិញឆ្លៀតថតថ្ងៃលិចឲ្យបងប្អូនមើលចាអរគុណច្រើនវីដេអូមានតែប៉ុណ្្នឹងបាយបាយជួបគ្នាវីដេអូក្រោយ